បាទទៅតែជនយើងវិលមកជួបបន្តទៀតបាទមិននឹងតាក់ទងនឹងរឿងវត្តខ្ពបនឹងគឺសារមហាជនមួយច្រើនមែនទែនហើយរួមជាមួយនឹងលោកជំទាវផ្ទាល់ទូរស័ព្ទមកផ្ទាល់តែម្ដងបាទដែលជាភរិយារបស់លោកឧត្តមសេនីយ៍ទូហងសូរិយាបាទលោកឧត្តមសេនីយ៍ទូហងសូរិយាគឺលោកជាគ្រូបង្រៀននៅរាជបណ្ឌិតសភាខាងប៉ូលីសបាទអញ្ចឹងមិញនេះលោកស្រីដែលជាភរិយារបស់លោកហងសូរិយាបានប្រាប់មកខ្ញុំមិញគាត់ថាព្រះអង្គអនុគុណស្រុកមេគុណខេត្តដែលអះអាងថាមានភ័ស្តុតាងឯកសារជាវីដេអូទាំងប៉ុន្មានសូមស្វាគមន៍បង្ហាញភ័ស្តុតាងទាំងអស់នេះផ្សាយក្នុងហង្សមាសទាំងអស់បាទគឺគាត់អត់អៀនខ្វាយទេគាត់មិនខ្លាចប្រឈមនឹងការពិតទេបាទគាត់ថាគាត់ជាអ្នកធ្វើបុណ្យ